បន្ទាប់ពីបត់ដំណើរការហើយឥឡូវយើងមកធ្វើ control ទៅលើដាក់ service ចូលអីចឹងមកមុខងារផ្សេងៗវាអត់សំខាន់ទេពេលដែលយើងជា admin វាចេញបតុងច្រើនមែនតើដោយសារយើងជា admin panel យើងចុចតែកន្លែងប្រទេសអ្នកគ្រប់គ្រងអីចឹងមកហើយបន្ទាប់មកមកត្រូវទៅបង្កើតសិនបង្កើតប្រភេទវាយើងបង្កើតវាសិនមកអានេះហៅ category យើងបង្កើតវាថ្មីមួយសិនមកឥឡូវខ្ញុំបង្កើត TikTok service មួយសិនមកបងដើម្បីជាឧទាហរណ៍អាហ្នឹងយើងត្រូវបង្កើតវាដំបូងគេយើងត្រូវបង្កើតអាហ្នឹងសិនបន្ទាប់ពីយើងដាក់ឈ្មោះ category យើងហើយយើងផ្ញើបតទៅបន្ទាប់មកយើងទៅ add service ចូលយើងចុចកន្លែងអ្នកគ្រប់គ្រងដដែលបន្ទាប់មកយើងចុចនៅកន្លែងដាក់សេវាកម្មចូលបន្ទាប់ពីចុចកន្លែងដាក់សេវាកម្មចូលចាំឡើងមកបន្ទាប់កន្លែងសេវាកម្មចូលវានឹងលោតក្រុមហ៊ុនឲ្យយើងក្រុមហ៊ុនរបស់បងមាន1មាន2សាច់បងអានេះយើងអាចដាក់ service ម្ដងច្រើនបានប៉ុន្តែខ្ញុំដាក់តែមួយសាក់លបងឲ្យបងមើលពេលដែលយើងដាក់ឲ្យវានឹងចង់សួរយើងថាភាគរយដែលចំណេញហ្នឹងគឺយើងចង់យកប្រមាណតែកន្លែងនេះអត់សំខាន់ទេបងយើងអាចកែបានតាមក្រោយយើងកែបានដាក់តាមចិត្តយើងអញ្ចឹងណាអានេះខ្ញុំដាក់2ចោលទៅវាយកលុយនឹងគុណនឹង2ទៅវាឃើញប៉ុណ្ណឹងអញ្ចឹងណាហើយបន្ទាប់មកយើងត្រូវទៅផ្លាស់ប្ដូរ service សិនយើងចូលកន្លែងនេះអត់ឃើញ service ហ្នឹងទេបងចូលកន្លែងសេវាកម្មហ្នឹងគឺអត់មាន service ហ្នឹងទេវាអត់លោតមកទេអញ្ចឹងយើងចូលទៅកន្លែងអ្នកគ្រប់គ្រងយើងចូលកន្លែងគ្រប់គ្រងប្រភេទឬ category ហ្នឹងយើងចុចផ្លាស់ប្ដូរសេវាកម្មយើងដាក់ ID របស់សេវាកម្មយើងដែលយើង import ចូលហ្នឹងហើយយើងនេះយើងដាក់ឈ្មោះ category របស់យើងដែលយើងបង្កើតហ្នឹងយើងដក clear មួយបងហើយចាំយើងដាក់បន្ទាប់មកយើង send វាទៅវាស្គាល់ហើយនេះវាស្គាល់ហើយយើងចុចកន្លែងពាក្យ service មកវានឹងឃើញនេះវានឹងឃើញសេវាកម្មហ្នឹងប៉ុន្តែឈ្មោះវាញ៉ៃញ៉ៃមែនតើហើយកន្លែងនេះបងអាចកែពីការពណ៌នេះផ្សេងដូចជាធ្លាក់ប្រមាណភាគរយដាក់អីចឹងទៅដូចអាហ្នឹងគេហៅ description វាបន្ទាប់មកបងចូលទៅកន្លែងកែ service កន្លែងកែ service បងចុចកន្លែងកែសេវាកម្មនេះមកបងដាក់ ID របស់ service របស់យើង ID service ហ្នឹងយើងបាននៅ website របស់យើងយើង import ចូលហើយបន្ទាប់មកយើងដាក់ឈ្មោះថ្មីមកហើយបន្ទាប់មកយើងកែតម្លៃបានយើងកែដាក់ម៉ានក៏បានដែរឥឡូវយើងចង់ដាក់តម្លៃម៉ានក៏បានដែរហើយយើងកែយើងម្លង step បញ្ចោះហើយយើងមកកែទៅនេះក៏បានដែរនេះឥឡូវសេវាកម្មយើងកែរួចរាល់ហើយទាំងអស់នេះអានេះឥឡូវគេនេះគឺមើល user របស់យើងមានប្រហែលអ្នកសរុបទាំងអស់ហើយផ្សេងនេះគឺអត់សំខាន់ទេបងគឺយើងខ្លះប្រើកើតទេវាអត់សំខាន់ណាយើងអត់មានអីពាក់ព័ន្ធហ្មងអានេះវាជាការផុសតាមការកំណត់យើងដាក់ good morning អីចឹងទៅដើម្បីឲ្យ bot យើងផ្ញើសារទៅ user ទាំងអស់គ្នាចឹងណាហើយបន្ទាប់មកខ្ញុំនឹងបង្ហាញការរៀបចំservice ការរៀបចំ service បងគួរតែដាក់ថ្លៃបន្តិចទៅដោយសារតែ bot នេះវាមានពេលដាក់លុយទៅ user បាន 10% ហើយនឹងចាយអស់ច្រើនបាន 5% មកត្រឡប់មកវិញអញ្ចឹងបង